លែងលះគ្នាក្នុងរយៈពេលតិចជាង1ថ្ងៃម្ដាយក្មេករៀបចំពិធីជប់លៀងដ៏ប្រណីតមួយដែលមានតម្លៃ40ប៉ុន្តែពេលប្រពន្ធខ្ញុំយកកាត់មកខ្ញុំបានឲ្យនាងពេលបង់ប្រាក់2លានកាត់ធនាគារបង្ហាញថាវាត្រូវបានបង្កកបាក់ឲ្យយើងលែងលះគ្នាហើយពិតជាមែនហើយខ្ញុំទើបតែត្រឡប់មកពីការិយាល័យកិច្ចការស៊ីវិលវិញពួកគេបានផ្លាស់ចេញនៅព្រឹកព្រលឹមនេះទីបំផុតពួកគេបានកំចាត់បរិះនោះដោះកក់សន្តាគារឲ្យប្រារព្ធពិធីឲ្យបានត្រឹមត្រូវហាមែនហើយខ្ញុំបានផ្លាស់ចេញប៉ុន្តែល្បែងនេះទើបតែចាប់ផ្ដើមប៉ុណ្ណោះសន្តាគារ Genting ខ្ញុំចង់បានសាលធំបំផុត40,000ក្នុងមួយចំនួន50ជាមុនសិនអបអសាទរការវិលត្រឡប់របស់កូនស្រីខ្ញុំទៅកាន់ជីវិតនៅលីវម៉ាក់ធ្លាប់និយាយយូរមកហើយថាលីងឈិនគ្រាន់តែជាក្មេងលេងគីកូឡូប៉ុណ្ណោះខ្ជិះខ្ជាយពេលវេលា3ឆ្នាំរបស់អ្នកឥឡូវនេះវាល្អទាំងអស់ម៉ាក់នឹងណែនាំអ្នកឲ្យស្គាល់កូនប្រុសរបស់ប្រធានាធិបតីទ្រព្យសម្បត្តិសុទ្ធរបស់ពួកគេមានចំនួនរាប់ពាន់លានម៉ាក់ឲ្យខ្ញុំទើបតែលែងលះគ្នាតើម៉ាក់អាចឈប់បានទេតើខ្ញុំអាចមិនថប់បារម្ភដោយរបៀបណាឆ្នាំនេះអ្នកមានអាយុ25ឆ្នាំប្រសិនបើនាងរងចាំ2ឆ្នាំទៀតនាងនឹងក្លាយជាអ្នកបម្រើចាស់គ្រួសារចៅមានទ្រព្យសម្បត្តិសុទ្ធរាប់ពាន់លានដុល្លារអ្នកនឹងក្លាយជានារីវ័យក្មេងម្នាក់ក្រោយពេលអ្នករៀបការក្នុងគ្រួសារនោះសូមអរគុណអ្នកទាំងអស់គ្នាដែលបានឃើញសម្លេងរបស់ខេងញៀវទីបំផុតរបស់ឥតប្រយោជន៍នោះក៏បាត់ទៅកូនស្រីខ្ញុំនឹងរៀបការជាមួយគ្រួសារចូលនាពេលអនាគតនោះគឺជាស្រីកំណាន់វ័យក្មេងនៃគ្រួសារអ្នកមានមួយសូមអបអរសាទរចំពោះការលែងលះរបស់អ្នកកូនស្រីម្នាក់នោះនៅព្រឹកព្រលឹមច្បាស់ជាមិនស័ក្តិសមនឹងខេងញៀវទេលោកស្រី Vickerbot របស់អ្នកសរុបចំនួន2លានស្កេននេះស្ត្រីល្អនេះជាលើកចុងក្រោយដែលខ្ញុំនឹងប្រើកាតរបស់អ្នកវាអាចចាត់ទុកថាជាជោគជ័យពេញលេញកាតនេះត្រូវបានបង្កកកាតរបស់អ្នកស្រីសេនបង្ហាញថាវាត្រូវបានបង្កកតើអ្នកមានកាតផ្សេងទៀតទេវាមិនអាចទៅរួចទេក្នុងការព្យាយាមម្ដងទៀតសូមអភ័យទោសវាពិតជាកក់ហើយតើអ្នកមានវិធីបង់ប្រាក់ផ្សេងទៀតទេមានរឿងអ្វីកើតឡើងកាតរបស់ខ្ញុំត្រូវបានបង្កកតើគ្រួសារ Shen មិនមានទ្រព្យសម្បត្តិច្រើនទេហើយអ្វីបានជាអ្នកមិនអាចមានលទ្ធភាពទិញអាហារបានពួកគេមិនបាននិយាយថាពួកគេទើបតែលែងលះគ្នាហើយទទួលបានប្រាក់ច្រើនក្នុងការដោះស្រាយថាប្តីរបស់នាងជាបុរសគ្មានលុយចាយតើការបែងចែកទ្រព្យសម្បត្តិមកពីណាអូរបស់ខ្ញុំសម្ដុលឲ្យមិនគ្រប់គ្រាន់ព្រឹកព្រលឹមការចំណាយទាំងអស់នៅក្នុងសាលនេះនៅថ្ងៃនេះនឹងត្រូវគិតប្រាក់ទៅក្នុងកណេរបស់ខ្ញុំគឺលោកលីនអ្នកចាត់ការទូទៅមីងវ៉ាងកាលពី3ឆ្នាំមុនអ្នកបានបង្ខំខ្ញុំឲ្យចុះហត្ថលេខាលើកិច្ចការបញ្ជាក់សារការីលើអចលនទ្រព្យមុនពេលទាំងអស់អំពីគ្រួសារ Shen មិនមែនជាខ្ញុំបានចុះហត្ថលេខាលើវាបន្ទាប់មកអ្នកអនុញ្ញាតឲ្យខ្ញុំរស់នៅក្នុងបន្ទប់ទុកនៅក្នុងទីនេះអស់រយៈពេល3ឆ្នាំហើយខ្ញុំក្រោកពីដំណេកនៅម៉ោង5ព្រឹករាល់ព្រឹកដើម្បីចម្អិនបបបាននិយាយថាបបដឹងទេខ្ញុំបានចាក់ផ្លែឈើដែលខ្ញុំបានទិញឲ្យអ្នកចូលទៅក្នុងផ្ទះបាននិយាយថាវាមិនស្រស់គ្រប់គ្រាន់ទេខ្ញុំបានបោះចោលក្រមាដែលខ្ញុំបានឲ្យអ្នកសម្រាប់ថ្ងៃកំណើតរបស់អ្នកបើកវានៅចំពោះមុខសាច់ញាតិទាំងអស់របស់អ្នកតើអ្នកហ៊ានលះបង់ទំនិញថោកនិងគុណភាពទាបបន្ទាប់មកបោះវាទៅលើដីប៉ុន្តែគ្មានអ្វីសំខាន់ទេអ្វីដែលធ្វើឲ្យខ្ញុំឈឺចាប់បំផុតគឺអ្នកខ្ញុំពេលព្រលឹមឡើងអ្នកមិនដែលក្រោកឈរឡើងជំនួសខ្ញុំហើយនិយាយពាក្យមួយម៉ាត់ឡើយមិនដល់មួយដងផងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅមានរយៈពេល3ឆ្នាំខ្ញុំបានផ្ដល់ឱកាសរាប់មិនអស់ដល់អ្នកប៉ុន្តែអ្នកមិនដែលជ្រើសរើសខ្ញុំសូម្បីតែម្ដងកាលពី3ឆ្នាំមុនក្រុមហ៊ុនរបស់លោក Shen បានជួបប្រទះនឹងការបែកបាក់នៅក្នុងខ្សែសង្វាក់ដើមទុនរបស់ខ្លួនការវិនិយោគចំនួន300លានដុល្លារបានជួយសង្គ្រោះអ្នកតើអ្នកដឹងទេថាអ្នកណាជាអ្នកវិនិយោគលុយនេះវាគឺជា Star Capital ដើមទុនផ្កាយជារបស់ខ្ញុំច្រើនជាងនេះម្ដងមាន2ដងទៀតក្រោយមក300លានរាល់ពេលខ្ញុំបានវិនិយោគ900លានដុល្លារនៅក្នុងគ្រួសារ Shen ក្នុងរយៈពេល3ឆ្នាំហើយអ្វីដែលគ្រួសារ Shen របស់អ្នកបានផ្ដល់ឲ្យខ្ញុំវាជាបន្ទប់ទុកទំនិញនិងក្រមាមួយដែលត្រូវបានបោះចោលនៅលើដីកាតនេះវាជាកាតកកនៅក្នុងដៃរបស់ខេងញៀវតាមឡាយមាន5លាននៅខាងក្នុងដំបងឡាយខ្ញុំមានគម្រោងទុកអ្វីគ្រប់យ៉ាងឲ្យគាត់នៅថ្ងៃលែងលះចូលយើងខ្លាចជាដៃគូដែលបែកគ្នាបន្ទាប់ពី3ឆ្នាំប៉ុន្តែនៅថ្ងៃលែងលះខ្ញុំបានទទួលសារសម្លេងពីមីងវិនកិច្ចព្រមព្រៀងលែងលះត្រូវបានចុះហត្ថលេខាបន្ទាប់ពីនោះមនុស្សអាក្រក់ឥតប្រយោជន៍ក៏ចាក់ចេញរៀបចំឲ្យអ្នកជួបជាមួយចៅវាយវ័យក្មេងនៃគ្រួសារចៅភ្លាមកុំធ្វើជាមនុស្សងងខ្លៅលើកនេះអីគ្រួសារចៅគឺជាគ្រួសារអ្នកមានពិតប្រាកដដូច្នេះខ្ញុំបានផ្លាស់ប្ដូរចិត្តខ្ញុំចង់បរិច្ចាគ5លាននោះជាងយើងមិនទុកប្រាក់1សេនឲ្យគ្រួសារ Shen របស់អ្នកឡើយថ្ងៃនេះខ្ញុំមិនបានមកទីនេះដើម្បីមើលអ្នកធ្វើពុតជាល្ងងទេគួរឲ្យធុញណាស់ខ្ញុំនៅទីនេះដើម្បីធ្វើឲ្យអ្នកយល់ច្បាស់ពេលឆ្នាំនេះខ្ញុំជំពាក់អ្វីគ្រួសារ Shen នៅពេលព្រឹកព្រលឹមទេទោះជាយ៉ាងណាក៏ដោយក្រុមគ្រួសារ Shen ជំពាក់ខ្ញុំនៅការសំទោសប៉ុន្តែខ្ញុំលែងត្រូវការវាទៀតហើយព្រោះចាប់ពីថ្ងៃនេះទៅរឿងគ្រួសារ Shen មិនមែនជារឿងរបស់ខ្ញុំទេខ្ញុំមិនដឹងទេនៅពេលព្រឹកព្រលឹមខ្ញុំពិតជាមិនដឹងទេវាជាអ្នកហើយអ្នកមិនចាំបាច់ដឹងទេអ្នកគ្រាន់តែត្រូវចាំថ្ងៃនេះឈប់នៅទីនោះនៅពេលព្រឹកព្រលឹមអ្នកធ្វើពុតជាអ្នករហ័យបោកបញ្ឆោតយើងអស់រយៈពេល3ឆ្នាំមានសិទ្ធិអ្វីទៅសួរមីងបែបនោះខ្ញុំមិនបានធ្វើពុតជាអ្នកក្រីក្រទេខ្ញុំគ្រាន់តែចង់ដឹងថាវាយ៉ាងម៉េចដែរពេលដែលខ្ញុំគ្មានអ្វីសោះគ្រួសាររបស់អ្នកសេរបៀបប្រព្រឹត្តចំពោះនរណាម្នាក់ដែលពិតជាស្រឡាញ់មនុស្សរបស់កូនស្រីឥឡូវនេះខ្ញុំឃើញហើយវាបង្ហាញថាគ្រួសារ Shen មានលក្ខណៈបែបនេះគ្រួសារគឺជាអ្នកដែលរក្សាអ្វីឲ្យនៅគង់វង្សពួកគេបានបណ្ដេញកូនប្រសារដ៏មានរបស់ពួកគេចេញពីព្រោះគាត់ជាមនុស្សជាវីរិនពិតជាខ្វាក់ភ្នែកមែនការទិញយកក្រុមហ៊ុន Asian Technology នៃកញ្ចប់តូចមួយតើក្រុមហ៊ុនថ្មីអ្វីនៅពេលព្រឹកព្រលឹម
គាត់ចង់ទិញយកភាគហ៊ុនទាំងអស់របស់គ្រួសារ Shen របស់យើងគាត់កំពុងសុបិនគាត់មិនកំពុងសុបិនទេការផ្ដល់ជូនរបស់គាត់គឺខ្ពស់ជាងតម្លៃទីផ្សារ 30% ប្រសិនបើយើងបដិសេធគាត់នឹងលក់បច្ចេកវិទ្យាខ្លីដោយផ្ទាល់បន្ទាប់មកទិញក្នុងតម្លៃទាបកាតរបស់ Shen King Yu ដំបូងឡើយមានតម្លៃ 5 លានវាជាថ្លៃសេវាដៃគូរយៈពេល 3 ឆ្នាំដែលអ្នកសមនឹងទទួលបានប៉ុន្តែម្ដាយរបស់អ្នកបានបដិសេធគាត់ជំនួសអ្នកដូច្នេះអ្នកគួរតែគិតពីរដងលក្ខខណ្ឌដែលបានផ្ដល់ឲ្យនៅពេលព្រឹកព្រលឹមគឺច្បាស់ណាស់ខ្ពស់ជាងតម្លៃទីផ្សារ 30 ការទិញយកភាគហ៊ុនទាំងអស់របស់ Examin Technology តែម្ដងគត់ប្រសិនបើយើងបដិសេធមិនព្រមជាការពិតណាស់ខ្ញុំនឹងបដិសេធគាត់ជាមនុស្សឥតប្រយោជន៍ដែលត្រូវបានបណ្តេញចេញពីផ្ទះរបស់យើងហើយអ្វីបានជាពួកគេគួរទិញយកក្រុមហ៊ុនរបស់គ្រួសារ Shen របស់យើងគាត់ត្រូវបានគ្រប់គ្រងដោយ Star Capital មូលធននីយកម្មទីផ្សាររាប់រយពាន់លានគាត់មិនត្រូវការការយល់ព្រមពីយើងដើម្បីទិញយកទ្រព្យសម្បត្តិគ្រួសារសិនទេគ្រាន់តែទិញពីហាងមួយក្នុងពេលតែមួយនៅលើទីផ្សារបន្តបន្សំតើប៉ាចង់ធ្វើអ្វីគាត់មិនចង់បានលុយរបស់គ្រួសារសិនទេអ្វីដែលគាត់ចង់បានគឺឲ្យគ្រួសារសិនក្រាបថ្វាយបង្គំគាត់ខ្ញុំបានទៅនិយាយជាមួយគាត់ខ្ញុំឈ្មោះសិនឈីងយូចង់ឃើញពាក់កណ្ដាលអាធ្រាត្រកញ្ញាសិនការវិភាគរបស់លោកលីនពេញហើយនៅថ្ងៃនេះខ្ញុំអាចរងចាំបានអ្នកស្រីសិននិងលោកលីននឹងមិនវិលត្រឡប់មកក្រុមហ៊ុនវិញនៅថ្ងៃនេះទេសូមចាក់ចេញតើគាត់ទំនេរថ្ងៃស្អែកទេអ្នកអាចធ្វើការណាត់ជួបនៅក្នុងប្រព័ន្ធប៉ុន្តែការវិភាគរបស់លោកលីនត្រូវបានកក់ទុករួចហើយរហូតដល់ខែក្រោយបន្ទាប់ពីបន្ថែមយានយន្តដើមទុនធ្វើការរបស់យើងស្ទើរតែអស់ហើយនឹងមានការលំបាកក្នុងការបើកប្រាក់ខែក្រោយចុះយ៉ាងណាចំពោះប្រាក់កម្ចីពីធនាគារ3ពួកគេបានបដិសេធពាក្យសុំប្រាក់កម្ចីរបស់យើងទាំងអស់គ្មានហេតុផលណាមួយត្រូវបានផ្ដល់ឲ្យទេហេតុផលពួកគេស្រាប់តែឈប់យកព្រមភ្លាមតើអ្នកណាទៀតអាចជួយយើងបានខ្ញុំបានចង់ក្រងបញ្ជីឈ្មោះវិនិយោគិនសក្តានុពលប៉ុន្តែដើម្បីឲ្យត្រង់ទៅលោកគ្រប់គ្នានៅក្នុងបញ្ជីរបស់ប្រធានាធិបតី Shen វាមិនទំនងទេដែលពួកគេនឹងធ្វើវាសម្រាប់គ្រួសារសេកាយដែលបង្កគ្រោះថ្នាក់តើអ្នកចង់មានន័យថាមិនដោយមិនមកយើងបានយកព្រមជួបគ្នានៅថ្ងៃនេះដើម្បីពិភាក្សាអំពីការវិនិយោគបងស្រីវេនមិនមែនថាខ្ញុំមិនចង់ជួយទេខ្ញុំបានសួរអំពីស្ថានភាពគ្រួសាររបស់អ្នកបានធ្វើបាបនរណាម្នាក់ដែលអ្នកមិនគួរបានធ្វើបាបគ្មាននរណាម្នាក់ហ៊ានទទួលយកដំឡូងក្តៅនេះទេអេនៅទីនេះចាប់តាំងពីពួកគេបានធ្វើចលនានៅពេលព្រឹកព្រលឹមពួកគេនឹងមិនទុកផ្លូវឲ្យយើងចេញទេតើគាត់មានអំណាចខ្លាំងប៉ុណ្ណាថ្ងៃនេះជាថ្ងៃដ៏រីករាយបំផុតក្នុងជីវិតរបស់ខ្ញុំសង្ឃឹមថារាល់ថ្ងៃចាប់ពីពេលនេះទៅនឹងដូចនេះហាតម្លៃភាគហ៊ុនរបស់ Sitech បានធ្លាក់ចុះ23យើងបានដកអតិថិជនសំខាន់ចំនួន3នាក់ចេញលំហូរសាច់ប្រាក់របស់ពួកគេអាចមានរយៈពេលត្រឹមតែ2សប្តាហ៍ទៀតប៉ុណ្ណោះតើលោក Shen មានប្រតិកម្មយ៉ាងណាគាត់បានសុំអ្នកចេញក្រៅ3ដងហើយខ្ញុំបានបដិសេធគាត់រាល់ពេលអនុញ្ញាតឲ្យគាត់ធ្វើវាខ្ញុំបានមកអង្វរអ្នកនៅពេលព្រឹកព្រលឹមឲ្យជួយសង្គ្រោះជីវិតគ្រួសារសិនតើអ្នកចង់បានអ្វីពីខ្ញុំអ្នកអាចទទួលបានប៉ុន្តែទុកចំណែកតូចមួយឲ្យយើងសូមឲ្យយើងរក្សាអាសនៈក្រុមប្រឹក្សាភិបាលរបស់យើងឆ្នាំមុនគ្រួសារ Shen បានផ្សាយវិនិយោគិនអានិមឹកបានវិនិយោគ300លានដុល្លារតើអ្នកបានផ្ដល់ឲ្យខ្ញុំនៅកៅអីនៅក្នុងក្រុមប្រឹក្សាភិបាលនៅពេលនោះទេលើកទី2គឺ300លានលើកទី3នៅតែ300លានសរុបមកអ្នកមិនទាន់បាននិយាយពាក្យថាអរគុណផងព្រោះអ្នកមិនដឹងថាខ្ញុំបានវិនិយោគលុយនោះទេអ្នកគ្រាន់តែដឹងគ្រួសារនេះទទួលបានកូនប្រសារម្នាក់ដែលញ៉ាំបាយប្រៃពូសិនខ្ញុំមិនស្អប់អ្នកទេដែលពិនិត្យមើលការទិញយកនេះប៉ុន្តែខ្ញុំក៏មិនជំពាក់អ្វីដល់អ្នកដែលមិនបដិសេធបានបន្ទាប់មកបានខ្សែធំក្នុងរយៈពេល2សប្តាហ៍អ្នកនាងសិនខ្ញុំជាជំនួយការរបស់ពូនាងសេងឲ្យលោកលីនអ្នកចាត់ការលោកលីនមិនមានពេលជួបអ្នកថ្ងៃនេះទេអ្នកអាចប្រាប់ខ្ញុំអ្វីក៏បានអ្នកគឺជាអ្នកគ្រប់គ្រងទូទៅលីនខ្ញុំមានសិទ្ធិដោះស្រាយនិងពិនិត្យឡើងវិញនៅករណីទិញយកបច្ចេកវិទ្យាអ្នកអាចប្រាប់ខ្ញុំពីតម្រូវការរបស់អ្នកឥឡូវនេះខ្ញុំចង់និយាយជាមួយគាត់ផ្ទាល់មិនមែននិយាយអំពីការទិញយកទេវាជារឿងឯកជនរបស់អ្នកស្រីសេងរឿងឯកជនរបស់លោកលីនមិនមានជាប់ពាក់ព័ន្ធនឹងគ្រួសារសិនទេតើអ្នកមានសិទ្ធិអ្វីនិយាយជំនួសគាត់ខ្ញុំមិនបាននិយាយពាក្យទាំងនោះជំនួសគាត់ទេគាត់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលែងលះសម្រាប់គាត់កញ្ញាសិនទំនាក់ទំនងនេះចប់ហើយប្រសិនបើលោកស្រីសិននៅទីនេះដើម្បីពិភាក្សាអំពីលក្ខខណ្ឌនៃការទិញយកខ្ញុំត្រៀមខ្លួនគ្រប់ពេលប្រសិនបើវាជារឿងផ្សេងទៀតពេលវេលារបស់លោកលីនកុំទុកវាចោលទៅមនុស្សដែលគ្មានតម្លៃពាណិជ្ជកម្មអ្នកមើលទៅគួរឲ្យខ្លាចណាស់ខ្ញុំបាននៅអំពីការលែងលះថ្ងៃដែលម៉ាក់របស់អ្នកបានរៀបចំពិធីជប់លៀងដ៏ធំមួយនៅសភាបានរីករាលដាលពីពេញ WeChat Moments ទាំងមូលខ្ញុំបានខ្លាចជាមនុស្សសើចចំអកទីក្រុងទាំងមូលមែនទេមិនមែនគ្រាន់តែជារឿងកំប្លែងទេតើអ្នកដឹងទេថាគេនិយាយអ្វីការនិយាយថាគ្រួសារ Shen របស់អ្នកខ្វាក់ភ្នែកគឺជាការបុរសម្នាក់ដែលមានទ្រព្យសម្បត្តិរាប់រយលានដុល្លារប្រសារត្រូវបានបណ្តេញចេញពីផ្ទះដូចជាអ្នកសុំទាននៅខែកក្កដាខ្ញុំនឹងសួរអ្នកនៅសំណួរដ៏សំខាន់មួយតើអ្នកធ្លាប់ស្រឡាញ់ Ling Chen ក្នុងរយៈពេល3ឆ្នាំនេះទេខ្ញុំមិនដឹងអ្វីទាំងអស់ខ្ញុំគិតថាគាត់មិនសំខាន់ទេខ្ញុំគិតថាខ្ញុំនឹងស្រួលជាងប្រសិនបើខ្ញុំចាក់ចេញពីគាត់ប៉ុន្តែឥឡូវនេះដូច្នេះតើអ្នកមានគម្រោងធ្វើអ្វីឥឡូវនេះមែនហើយដរាបណាអ្នកសុខចិត្តទទួលយកវាតម្លៃអាចចរចាបានខ្ញុំដឹងពីវិធីសាស្ត្រទិញយកសម្រាប់ Chen Asset ប៉ុន្តែអ្នកក៏ជាក្រុមហ៊ុនធំមួយដែរតើអ្នកខ្លាចពួកគេទេមកឲ្យឈប់វាខ្ញុំទៅគ្មានអ្នកណាជួយយើងបានទេយើងទាំងអស់គ្នាត្រូវស្ដីបន្ទោសអ្នកប្រសិនបើអ្នកធ្លាប់មានចិត្តល្អចំពោះលេងចិននៅពេលនោះតើគាត់ពិតជាត្រូវប្រព្រឹត្តចំពោះយើងបែបនេះមែនទេណាវាជាកំហុសរបស់អ្នកវាជារបស់ខ្ញុំអ្នកគឺជាកូនស្រីរបស់ខ្ញុំប្រសិនបើអ្នកអាចឈ្នះបេះដូងរបស់គាត់តើគាត់អាចលេងលះគ្នាដោយរបៀបណាអ្នកអាចសំបីតែគ្រប់គ្រងម្ដាយរបស់អ្នកដោយបរិះណាម្នាក់បានឡើយពេលឆ្នាំនេះអ្នកជាអ្នកដែលបោះចោលបដែលគាត់ចំអិនជារៀងរាល់ព្រឹកអ្នកជាអ្នកដែលបានបោះចោលផ្លែឈើដែលគាត់បានទិញអ្នកជាអ្នកដែលបានគប់ប្រមាដែលគាត់បានឲ្យអ្នកទៅលើដីអ្នកបានសួរខ្ញុំថាហេតុអ្វីខ្ញុំមិនអាចឈ្នះបេះដូងគាត់បានតើអ្នកធ្លាប់គិតទេថាអ្នកជាអ្នកដែលរុញគាត់ចេញគាត់មិនមែនជាមនុស្សក្រៅទេប៉ុន្តែអ្នកកំពុងស្ដាប់មនុស្សក្រៅនោះនិយាយមែនទេគាត់មិនមែនជាមនុស្សក្រៅភពទេគាត់ជាប្តីរបស់ខ្ញុំ
ការវិភាគរបស់លោកលីនថ្ងៃនេះកិច្ចប្រជុំពិនិត្យឲ្យផលិតផលជាមួយអង្គភាពអាជីវកម្មអេនៅម៉ោង 10:00 ព្រឹកម៉ោង 2 រសៀលដៃគូដែលពូកែខាងដាក់ឈ្មោះបានមកពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនិងមានអាហារពេលល្ងាចឧស្សាហកម្មនៅម៉ោង 7 យប់ពីមុនអ្នកបាននិយាយថាអ្នកមិនចង់ទៅទេទោះជាយ៉ាងណាក៏ដោយអ្នករៀបចំកម្មវិធីបានទូរស័ព្ទមក3ដងដើម្បីលុបចោលអាហារពេលល្ងាចកញ្ញាសេនមកដល់ទៀតហើយខ្ញុំបានមកដល់អគារក្រុមហ៊ុននៅព្រឹកព្រលឹមនេះខ្ញុំបានសុំឲ្យអ្នកទទួលភ្ញៀវប្រាប់គាត់ថាអ្នកកំពុងធ្វើដំណើរអាជីវកម្មតើគាត់អាចនិយាយអ្វីទៅកាន់ផ្នែកច្បាប់គាត់មិនចង់និយាយអំពីការទិញយកទេគាត់ចង់ប្រគល់របស់អ្នកមកវិញនិយាយថាវាជាកុំព្យូទ័រយួរដៃរបស់អ្នកថតខ្លះលែងត្រូវការទៀតហើយទុកឲ្យគាត់ដោះស្រាយដោយខ្លួនឯងចុះយកទេនីនសេងអរគុណនេះជាការងាររបស់ខ្ញុំសេនអ្នកចាត់ការទូទៅយើងបានទុកចិត្តអ្នកឲ្យវិនិយោគលើ Examen Technology នៅពេលនោះបច្ចុប្បន្នក្រុមហ៊ុននេះកំពុងត្រូវបានក្រុមហ៊ុន Changchen Asset Management អតិថិជនខ្សែសង្វាក់ដើមទុនដែលខូចអ្នកត្រូវតែផ្ដល់ឲ្យយើងនៅការពន្យល់ខ្ញុំបានលើតម្លៃដែលផ្ដល់ជូនដោយភាគីទិញខ្ពស់ជាងតម្លៃទីផ្សារ30ហេតុអ្វីបានជាអ្នកមិនទទួលយកវាអ្នកគ្រប់គ្រងពិតប្រាកដរបស់ភាគីទិញគឺអតីតកូនប្រសាររបស់ខ្ញុំបន្ទាប់មកយើងគួរតែទទួលយកវាបន្ថែមទៀតគ្រួសារ Shen របស់អ្នកបានធ្វើឲ្យបរិះកំឡោះដែលមានសិទ្ធិរបស់អ្នកអន់ចិត្តហេតុអ្វីយើងត្រូវអូសចុះជាមួយអ្នកខ្ញុំស្នើឲ្យកោះប្រជុំវិសាមញ្ញរបស់ភាគទូនិកជាបន្ទាន់បោះឆ្នោតដើម្បីសម្រេចថាតើត្រូវទទួលយកការទិញយកអ្នកឬអត់ហេតុអ្វីបានជានេះជាក្រុមហ៊ុនរបស់គ្រួសារ Shen របស់ខ្ញុំ Changchen Technology គឺជាក្រុមហ៊ុនដែលបានចុះបញ្ជីវាមិនមែនគ្រាន់តែជាអ្នកទេប្រសិនបើអ្នកមិនយល់ស្របអាចទិញវិញបានជាមួយនឹងតម្លៃបន្ថែមតែតើអ្នកនៅតែមានលុយមែនទេកិច្ចប្រជុំភាគទូនិកបានអនុម័តផែនការទិញយកជីសេនបច្ចេកវិទ្យានឹងក្លាយជាភាគហ៊ុនគ្រប់គ្រងក្នុងការត្រួតពិនិត្យបច្ចេកវិទ្យាយើងនឹងបាត់បង់សិទ្ធិប្រតិបត្តិការរបស់យើងរក្សាភាគហ៊ុនតិចជាង5តើយើងគួរធ្វើអ្វីនៅពេលនោះផ្លាស់ចេញពីផ្ទះនេះទៅកន្លែងតូចជាងប្រសិនបើភាគហ៊ុនដែលនៅសល់ត្រូវបានគ្រប់គ្រងឲ្យបានត្រឹមត្រូវមានប្រមាណរាប់រយពាន់អ្នកជារៀងរាល់ឆ្នាំរាប់ពាន់អ្នកគ្រួសារយើងធ្លាប់រស់នៅមួយខែការចំណាយមានចំនួនជាងរាប់រយពាន់វាជាកំហុសរបស់អ្នកទាំងអស់ហេតុអ្វីបានជាអ្នកសុំឲ្យយើងខ្ចីផ្ទះរបស់អ្នកកាលពី3ឆ្នាំមុនគ្រប់គ្រាន់ហើយខ្ញុំមិនយល់ពីបញ្ហាក្រុមហ៊ុនទេស្ត្រីចំណាស់នោះខុសហើយកាលពី3ឆ្នាំមុនគឺគ្រួសារសិនរបស់យើងដែលបានតាមប្រមាញ់លីងឆេនយ៉ាងសកម្មអ្នកបាននិយាយថាគាត់អាចទុកចិត្តបាននិងមានស្ថិរភាពខ្ញុំរស់នៅជីវិតល្អជាមួយគាត់អ្នកដែលផ្លាស់ប្ដូរនៅពេលក្រោយមិនមែនជាគាត់ទេ Shen King Yu តើអ្នកឈួតទេតើអ្នកត្រូវការឲ្យខ្ញុំដោះស្រាយរឿងនេះទេអ្នកអាចរងចាំខ្ញុំនៅក្នុងឡានបានអ្នកមាន5ពិន្ទុនេះជានាឡិការបស់អ្នកបានស្នាក់នៅផ្ទះគ្រួសារសេនតើអ្នកចង់និយាយអ្វីទៅកាន់ខ្ញុំចង់និយាយថាសុំទោសវាមិនមែននិយាយអំពីបញ្ហាក្រុមហ៊ុនទេវាដោយសារតែខ្ញុំមិនបានមើលអ្នកឲ្យបានត្រឹមត្រូវក្នុងរយៈពេល3ឆ្នាំកន្លងមកនេះមិនដល់មួយដងផងអ្នកបាននិយាយវារួចហើយតើខ្ញុំអាចនិយាយអ្វីទៀតកុំនិយាយអ្វីទាំងអស់សិនឈីងយូខ្ញុំទុកពេលឲ្យអ្នក3ឆ្នាំអ្នកមិនបាននិយាយអ្វីទាំងអស់ឥឡូវនេះវាយឺតពេលនិយាយអ្វីហើយចុះបើខ្ញុំនិយាយថាខ្ញុំមិនចង់លែងលះគ្នានៅពេលព្រឹកព្រលឹមចុះបើខ្ញុំនិយាយថាខ្ញុំចង់ចាប់ផ្ដើមឡើងវិញអ្នកគ្មានឱកាសទេតើហត្ថលេខារបស់អ្នកនៅលើកិច្ចព្រមព្រៀងលែងលះគ្នាជាហត្ថលេខាពិតមែនទេអ្នកបាននិយាយថាវាមានរយៈពេល3ឆ្នាំហើយនៅច្រកចូលការិយាល័យមានអ្វីដែលត្រូវគិតទៀតទេវាជាការពិតលោកលីននិងអ្នកស្រីសិនតើខ្ញុំត្រូវការតាមដានលើការប្រកល់ទំនិញមកវិញទេមិនចាំបាច់យល់ទេមានរឿងមួយដែលលោកលីនបាននិយាយដែលខ្ញុំក្នុងនាមជាជំនួយការរបស់គាត់មិនគួរនិយាយទេប៉ុន្តែក្នុងនាមជាមនុស្សម្នាក់ដែលបានតាមដានអ្នកអស់រយៈពេល5ឆ្នាំចង់និយាយថាគុំងាកក្រោយអីបញ្ហាស្នូលរបស់គ្រួសារ Shen មិនមែនជា Shen King Yu ទេគឺ Wen Yufan តារាប់ណា Wen Yufan នៅតែនៅក្នុងផ្ទះនោះសិនឈីងយូនឹងតែងតែជាមនុស្សម្នាក់នៅពេលដ៏សំខាន់បំផុតស្ត្រីម្នាក់ដែលមិនដែលក្រោកឈរឡើងអ្នកបានផ្ដល់ឲ្យគាត់3ឆ្នាំគ្រប់គ្រាន់ហើយខ្ញុំដឹងហើយបន្ទាប់មកខ្ញុំនឹងមិននិយាយអ្វីទៀតទេតើអ្នកកំពុងទៅណាផ្លាស់ចេញនិយាយវាម្ដងទៀតក្រុមហ៊ុននេះត្រូវបានទិញយកផ្ទះនេះក៏នឹងត្រូវដាក់បញ្ចាំផងដែរយើងបានបាត់បង់អ្វីទាំងអស់ប៉ុន្តែតើអ្នកដឹងទេថាការសោកស្ដាយដ៏ធំបំផុតរបស់ខ្ញុំមិនមែនជាក្រុមហ៊ុនទេអ្នកនៅតែនៅកន្លែងធ្វើការរបស់អ្នកនៅពេលព្រឹកព្រលឹមវាមានរយៈពេល3ឆ្នាំហើយចាប់ផ្ដើមចាត់ទុកពេលព្រឹកព្រលឹមជាលក្ខណៈគ្រួសារទេអ្នកបានប្រមាថគាត់ខណៈពេលដែលខ្ញុំគ្រាន់តែមើលចុះអ្នកបានបំផ្លាញសុភមង្គលកូនស្រីរបស់អ្នកហើយវាខ្ញុំទៅវាមិនមែនជាលើកទី1ទេដែលអ្នកវាខ្ញុំប៉ុន្តែត្រូវចាំថាបន្ទាប់ពីការប្រយុទ្ធរួចខ្ញុំនឹងលែងជាសមាជិកគ្រួសារសេនទៀតហើយបន្ទាប់ពីលោក Shen បានបញ្ចប់ការទិញយកក្រុមហ៊ុន Yesen Technology នឹងកាន់កាប់ភាគហ៊ុន67នៅក្នុងក្រុមហ៊ុន Shen Technology យើងនឹងបញ្ជូនក្រុមគ្រប់គ្រងថ្មីមួយអ្នកនិងក្រុមគ្រួសាររបស់អ្នកនឹងរក្សាភាគហ៊ុន3ទោះជាយ៉ាងណាក៏ដោយពួកគេលែងមានសិទ្ធិធ្វើការសម្រេចចិត្តអាជីវកម្មទៀតហើយការកញ្ញា3របស់លោក Lin គឺពិតជាត្រឹមត្រូវណាស់គ្រាន់តែមិនគ្រប់គ្រាន់សម្រាប់ក្រុមប្រឹក្សាភិបាលទេលោក Lin ចង់មានន័យថាក្រុមបច្ចេកវិទ្យាដែលពិនិត្យបច្ចេកវិទ្យាមានតម្លៃណាស់គាត់មិនចង់បង្កបញ្ហាជាមួយការគ្រប់គ្រងទេការបង្ហូរខួរក្បាលតើអ្នកមានមតិយោបល់អ្វីទេអ្នកគួរតែសម្រាប់សូមអានផែនការនេះឥឡូវនេះខ្ញុំបានបញ្ចប់ផែនការសញ្ញាហរណកម្មសម្រាប់ការពិនិត្យបច្ចេកវិទ្យាហើយមែនហើយក្រុមគ្រប់គ្រងទាំងមូលត្រូវបានជំនួសតាមសំណើរបស់អ្នក Shen Ming Shen ជាទីប្រឹក្សាបច្ចេកទេសកំណាញ់មួយដែលមានឈ្មោះត្រូវបានរក្សាទុកមានរឿងមួយទៀតសិនឈីងក៏បានរើចេញដែរខ្ញុំបានជួលអាផាតមិនតូចមួយនៅខាងក្រៅហេតុអ្វីបានជាអ្នកយកចិត្តទុកដាក់មិនផ្ដោតលើគាត់ទេវានិយាយអំពីការយកចិត្តទុកដាក់ចង់ដឹងថាគាត់សុខសប្បាយជាទេខ្ញុំអាចតាមដានវាបានប្រសិនបើអ្នកមិនចង់ដឹងខ្ញុំនឹងលុបព័ត៌មាននេះចេញពីចិត្តរបស់ខ្ញុំយេសេងតើអ្នកគិតថាខ្ញុំជាមនុស្សបែបណាមនុស្សម្នាក់ដែលបំភ្លឺចង្គៀងសម្រាប់ខ្លួនឯងនៅក្នុងទីងឹតមិនចាំបាច់ឲ្យអ្នកដទៃបំភ្លឺទេប៉ុន្តែខ្ញុំក៏ធ្លាប់ត្រូវបានគេយល់ច្រឡំដែរអ្នកបានស្រកទម្ងន់ហើយដូចគ្នាចំពោះអ្នក
ตากรมหุ่นดำนาการอย่างโดยเหมือนเด็กได้กรมរបស់ឪពុកអ្នកត្រូវបានរក្សាទុកបច្ចេកទេសល្អនោះល្អហើយខ្ញុំបានផ្លាស់ចេញនៅពេលព្រឹកព្រលឹមខ្ញុំបានផ្លាស់ចេញពីផ្ទះគ្រួសារសិនហើយខ្ញុំចង់ឲ្យអ្នកដឹងការដែលខ្ញុំឆ្លោះជាមួយម៉ាក់មិនមែនដោយសារតែក្រុមហ៊ុននោះទេអ្នកមិនចាំបាច់ធ្វើរឿងទាំងនេះជំនួសខ្ញុំទេយើងលែងមានទំនាក់ទំនងអ្វីទៀតហើយប៉ុន្តែខ្ញុំចង់ឲ្យអ្នកដឹងពេលឆ្នាំមុនខ្ញុំក្រោកពីដំណេកនៅម៉ោង 5 ព្រឹករៀងរាល់ព្រឹកដើម្បីធ្វើទឹកសណ្តែកនៅផ្ទះគ្រួសារសិនវាគួរឲ្យអស់សំណើចណាស់ឥឡូវនេះពេលខ្ញុំគិតអំពីវាថ្ងៃស្អែកម៉ោង 10 ព្រឹកការដាក់បង្ហាញផលិតផលថ្មីលើកដំបូងពីអង្គភាពអាជីវកម្មបញ្ញាសិប្បនិម្មិតខ្ញុំបានផ្ញើសុំទៅលើរបស់អ្នកទៅកាន់អ៊ីមែលរបស់អ្នកហើយអ្នកគិតថាការទិញយកគ្រួសារ Shen គឺជាទីបញ្ចប់នៃអ្វីទាំងអស់មែនទេអ្នកបានធ្វើឲ្យខ្ញុំបាត់បង់មុខនៅចំពោះមុខទីក្រុងខ្ញុំក៏មិនអនុញ្ញាតឲ្យអ្នករួចផុតពីរឿងនេះដែរសួស្ដីតើនេះជានិពន្ធនាយកយ៉ាងមែនទេខ្ញុំនឹងកំពុងប្រកខ្លះចោលហើយតែនៅពីក្រោយឆាកដែលបានមកដល់នៅពេលសញ្ញារបស់គាត់កាលពី3ឆ្នាំមុនយើងគ្រួសារសិនត្រូវបានគេមិនហ៊ានផ្សព្វផ្សាយព័ត៌មានរបស់លោកស្រីវេនទេហេតុអ្វីតើប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកមិនចូលចិត្តរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍បែបនេះទេនាងវេនមិនមែនមានន័យថាខ្ញុំមិនចង់ជួយអ្នកទេក្រុមមេធាវីរបស់ Morning Capital គឺគ្មាននរណាអាចប៉ះពាល់បានឡើយអ្វីដែលអ្នកបាននិយាយអ្វីត្រូវបានដោះស្រាយនៅក្នុងកិច្ចព្រមព្រៀងលែងលះខ្ញុំណែនាំអ្នកឲ្យឈប់បង្កបញ្ហាអ្នកប្រើប្រាស់អ៊ីនធឺណិតជាទីគោរពលោក Lin Chen ស្ថាបនិកក្រុមហ៊ុន Star Capital គាត់បានរៀបការជាមួយកូនស្រីខ្ញុំកាលពី3ឆ្នាំមុនដោយលាក់អត្តសញ្ញាណរបស់គាត់បានសងសឹកគ្រួសារខ្ញុំភ្លាមបន្ទាប់ពីលែងលះគ្នាការប្រើប្រាស់អំណាចនៃដើមទុនពួកគេបានទិញយកក្រុមហ៊ុនគ្រួសារខ្ញុំដែលយើងបានដំណើរការអស់រយៈពេល2ឆ្នាំហើយអសាទរជ័យជំនះលោកស្រីសិនដែលប្រតិបត្តិការរបស់គាត់បរាជ័យខ្ញុំបានឮថាកូនប្រសាររបស់អ្នកបានវិនិយោគ$900 លានអ្នកមិនបាននិយាយអរគុណតតែសោះអ្នកជាមនុស្សល្ងងហើយបន្ទោសអ្នកអត់ទេមែនទេតើអ្នកដឹងអ្វីខ្លះគាត់បានប្រែក្លាយទៅជាប្រលឹងមួយមាននរណាម្នាក់កំពុងស្វែងរកអ្នកនៅជាន់ក្រោមនៅប៉មខេញរបាយការណ៍នេះមើលទៅអស្ចារ្យណាស់តើកន្លែងរបស់អ្នកយ៉ាងម៉េចដែរតើមានអ្វីកើតឡើងចំពោះម៉ាក់របស់អ្នកប៉ាខ្ញុំមិនចង់រឿងនេះទេត្រឡប់មកវិញនៅខែកដាម្ដាយរបស់អ្នកចាស់ហើយមានចរិតមិនល្អប៉ុន្តែយ៉ាងណាមិញខ្ញុំជាម៉ាក់របស់អ្នកហើយខ្ញុំមានអាយុ26ឆ្នាំហើយកំហុសដ៏ធំបំផុតរបស់ខ្ញុំក្នុងរយៈពេល3ឆ្នាំបានរៀបការជាមួយលីងឆេនវាដោយសារតែគ្មាននរណាម្នាក់ក្រោកឈរឡើងជំនួសនាងពេលនាងត្រូវគេធ្វើបាបខ្ញុំនឹងមិនធ្វើកំហុសដែរម្ដងទៀតទេការវិភាគកាហ្វេរបស់លោកលីនសម្រាប់ថ្ងៃនេះការហាត់សមសម្រាប់ការដាក់បង្ហាញផលិតផលថ្មីនៅម៉ោង 9:00 ព្រឹកសិននិស័យវីដេអូជាមួយក្រុម A របស់ជប៉ុននៅម៉ោង 2 រសៀលខ្ញុំមានការអញ្ជើញឯកជនមួយយប់នេះជាការប្រសើរក្នុងការប្រកួតប្រដាប់ក្មេងលេងវិញតើអ្នកគិតថាខ្ញុំបានទៅឆ្ងាយពេកទេអ្នកចង់មានន័យថាសិនជាបើខ្ញុំជាអ្នកខ្ញុំនឹងមិនសួរសំណួរនេះទេហេតុអ្វីពីព្រោះវាមិនមែនជាបញ្ហាតតែសោះសំណួរគឺថាតើអ្នកនៅតែចង់វិលត្រឡប់មកវិញឬអត់ប្រសិនបើអ្នកមិនចង់វិលត្រឡប់មកវិញទេបន្ទាប់មកគ្មានទីបញ្ចប់ដាច់ខាតទេមានតែភាពមិនស្អាតខ្ញុំមិនចង់មើលទៅក្រោយទេបន្ទាប់មកអ្នកមិនចាំបាច់គិតអំពីរឿងនេះទេខ្ញុំមិនសុំការអភ័យទោសពីអ្នកនៅពេលនេះទេខ្ញុំមិនមានសិទ្ធិសុំការអភ័យទោសពីអ្នកទេខ្ញុំគ្រាន់តែចង់ប្រាប់អ្នកពីរឿងមួយចំនួនប៉ុណ្ណោះដំបូងខ្ញុំបានផ្លាស់ចេញពីផ្ទះគ្រួសារផ្សេងខ្ញុំបានជួលអាផាតមិនតូចមួយទំហំ40ម៉ែត្រការ៉េថ្លៃជួលប្រចាំខែ3000លើកដំបូងដែលខ្ញុំដឹងថាខ្ញុំអាចរស់នៅម្នាក់ឯងបានអ្នកត្រូវចំណាយសម្រាប់ទឹកភ្លើងនិងឧស្ម័នដោយខ្លួនឯងទី2ខ្ញុំបានស្វែងរកការងារប្រាក់ខែប្រចាំខែ12វាថោកជាងការបូកចាស់មួយរបស់ខ្ញុំទៅទៀតប៉ុន្តែជាលើកដំបូងដែលខ្ញុំមានអារម្មណ៍ដែលរកបានដោយខ្លួនឯងមានអារម្មណ៍ថាមានសុវត្ថិភាពទី3ការវិភាគអាជីវកម្មទាំងនោះដែលអ្នកបានសរសេរនៅក្នុងសៀវភៅគាត់ខ្ញុំបានអានរាល់យ៉ាងយកចិត្តទុកដាក់បើអ្នកឲ្យខ្ញុំឃើញវាមុននេះប្រហែលជាខ្ញុំដឹងជាយូរមកហើយថាអ្នកជាមនុស្សប្រភេទណាប៉ុន្តែខ្ញុំមិនបានធ្វើវាទេដូច្នេះខ្ញុំសូមនឹងទទួលបានវាទី4ខ្ញុំនឹងមិនមករកអ្នកម្ដងទៀតទេអ្នកសូមនឹងទទួលបាននរណាម្នាក់ដែលល្អជាងនៅពេលដែលអ្នកគ្មានអ្វីសោះមនុស្សដែលក៏សុខចិត្តជ្រកក្បែរអ្នកដែរអ្នកចាត់ការទូទៅលីននិងវេនយូហ្វេនបានបង្កបញ្ហានៅច្រកចូលអគារប៉ូលីសត្រូវបានជូនដំណឹងប៉ូលីសបានមកដល់5នាទីក្រោយមកប៉ុន្តែគាត់អាចនឹងត្រូវនាំខ្លួនទៅសួរចម្លើយរឿងនេះនឹងពេញនិយមនៅលើបណ្ដាញសង្គមនាយកដ្ឋានទំនាក់ទំនងសាធារណៈគួរតែរៀបចំសេចក្តីថ្លែងការណ៍មួយជាឧទាហរណ៍សូមពិចារណាអំពីចំនួនផ្ទាល់ខ្លួនរវាងលោក Lin Chen និងក្រុមគ្រួសារបញ្ហានេះត្រូវបានដោះស្រាយតាមរយៈផ្លូវច្បាប់មិនមានសកម្មភាពខុសច្បាប់ទេលោកវិញយូវែនត្រូវបាននាំខ្លួនទៅកាន់ស្ថានីយ៍ប៉ូលីសដើម្បីការព្រមានផ្នែករដ្ឋបាលត្រូវបានចេញម្ដងរួចហើយប្រសិនបើគាត់មកម្ដងទៀតគាត់អាចត្រូវបានឃុំខ្លួនតាមរបៀបល្បាតសេចក្តីថ្លែងការណ៍របស់នាយកដ្ឋានទំនាក់ទំនងសាធារណៈពួកគេបានជម្រាបជូនសារព័ត៌មានរួចហើយបញ្ហានេះជាទូទៅចប់ហើយនៅមានរឿងមួយទៀតដែលត្រូវធ្វើទោះបីជាមានការលំបាកក៏ដោយនេះសិនឈិនយុនបានទូរស័ព្ទមកខ្ញុំគាត់បានសុំទោសខ្ញុំបញ្ហារបស់លោកវិញយូវែនបានបង្កបញ្ហាដល់ក្រុមហ៊ុនគាត់ក៏បាននិយាយផងដែរថាគាត់នឹងបញ្ចុះបញ្ចូលម្ដាយគាត់បាននិយាយថាគាត់មិនប្រកាសថាគាត់អាចបញ្ចុះបញ្ចូលអ្នកនឹងឆ្លើយយ៉ាងណាខ្ញុំបាននិយាយថាជីងចក់បានមកដល់ប៉ុន្តែមិនចាំបាច់តាក់ទងមកខ្ញុំនៅពេលក្រោយទេបញ្ហាផ្លូវច្បាប់សូមប្រើប្រាស់បណ្ដាញផ្លូវការខ្ញុំសោកស្ដាយចំពោះម្ដាយរបស់ខ្ញុំនឹងមិនរំខានអ្នកទៀតទេសូមជូនពរអ្នកនិងអ្នកស្រីក៏ឲ្យជួបតែសំណាងល្អជួបគ្នាម៉ោងពាក់កណ្ដាលអាធ្រាត្រ
មានអ្នកណាសួរខ្ញុំថាហេតុអ្វីបានជាខ្ញុំត្រូវបានគេហៅថាយីសេនពីព្រោះនៅក្នុងពិភពចំនួនការពិតតែងតែជាទំនិញដ៏កម្រមួយមនុស្សភាគច្រើនឃើញការវិចខ្ចប់ជនជាតិភាគតិចមើលឃើញខ្លឹមសារការងាររបស់ខ្ញុំគឺមើលឃើញខ្លឹមសារសន្និសីទសារព័ត៌មាននេះទទួលបានជោគជ័យយ៉ាងប្រព័ន្ធផ្សព្វផ្សាយចំនួន10ត្រូវបានគ្រោងទុកសម្រាប់ការអ្នកចង់ជួបគ្រួសារប៉ុន្មានស្ថាប័នសារព័ត៌មានអាជីព2ខ្ញុំយល់ថាខ្ញុំបានរៀបចំឲ្យយីសេនចូលយប់នេះអ្នកទំនេរទេមានវាមានរយៈពេល6ឆ្នាំហើយចាប់តាំងពីឆ្នាំដំបូងដែលអ្នកបានបង្កើត Star Capital តើអ្នកធ្លាប់គិតអំពីរយៈពេល6ឆ្នាំកន្លងមកនេះទេគ្មានហេតុផលសម្រាប់ការចាក់ចេញទេទោះបីជាអ្នកត្រូវបានគ្រួសារសិនប្រព្រឹត្តបែបនោះក៏ដោយក្នុងចម្ងាយពួកគេមិនបានប្រើវិធីសាស្ត្រលាក់កំបាំងណាមួយឡើយអ្នកកំពុងសាកល្បងមនុស្សជាតិមិនមែនសងសឹកទេតើអ្នកដឹងដោយរបៀបណាថាខ្ញុំនឹងសាកល្បងធម្មជាតិរបស់មនុស្សបន្ទាប់ពីអ្នកត្រឡប់ទៅក្រុមហ៊ុនរឿងដំបូងដែលខ្ញុំបានធ្វើគឺមិនត្រូវផ្ដួលរំលំគ្រួសារសិនទេតើវាជាការទិញយកក្រុមហ៊ុន Examine Technology មករក្សាក្រុមបច្ចេកទេសទាំងមូលរបស់ពួកគេអ្នកមិនស្អប់បច្ចេកវិទ្យារបស់គ្រួសារសិនទេពួកគេមកពីគ្រួសារសិនអ្នកដឹងវាច្បាស់ជាងខ្ញុំនេះជាការងាររបស់ខ្ញុំវាមិនមែនគ្រាន់តែអំពីការងារទៀតទេផ្នែកច្បាប់របស់ក្រុមហ៊ុន Yation Technology បានប្តឹងអ្នកការបរិហាកេររំខានដល់ប្រតិបត្តិការអាជីវកម្មប្រសិនបើតុលាការសម្រេចអ្នកអាចត្រូវបានដំណើរឲ្យបង់សំណងសម្រាប់ភាពតានតឹងផ្លូវចិត្តនិងការខាតបង់សេដ្ឋកិច្ចតើអ្នកអាចឲ្យអ្វីខ្ញុំវិញបានទេខ្ញុំគ្មានអ្វីនៅសល់ទេខ្ញុំបានប្រាប់អ្នកពីមុនហើយថាគុំញ៉ៃញ៉ៃជាមួយ Lin Chen ទៀតបើអ្នកបន្ទោសខ្ញុំវាដោយសារតែអ្នកអសមត្ថភាពប្រសិនបើអ្នកបានពង្រីកក្រុមហ៊ុនឲ្យធំល្មមនៅពេលនោះខ្ញុំមិនខ្លាចគាត់ទេហេតុអ្វីបានជាក្រុមហ៊ុន Yuvan ស្ទើរតែខ្សែធនតើអ្នកចាំពេលវេលាទាំង3នេះទេវាមិនមែនថាខ្ញុំគ្រប់គ្រងវាមិនបានល្អនោះទេអ្នកធ្វើបាបមនុស្សគ្រប់ទីកន្លែងទឹកប្រាក់ចំនួន$900 លានត្រូវបានវិនិយោគនៅព្រឹកព្រលឹមវាមិនមែនដោយសារតែខ្ញុំទេវាដោយសារតែគាត់បានរៀបការជាមួយខេញៀវគាត់មិនមែនជាស្ត្រូវរបស់គ្រួសារយើងទេគាត់គឺជាអ្នកឧបត្ថម្ភគ្រួសារយើងអ្នកបានបណ្ដេញគាត់ចេញដោយខ្លួនឯងកញ្ញាគូកញ្ញាសិនសូមអរគុណចំពោះការអត់ធ្មត់របស់អ្នកក្នុងការដោះស្រាយស្ថានភាពម្ដាយខ្ញុំកាលពីលើកមុនមិនចាំបាច់អរគុណខ្ញុំទេអ្នកចាត់ការទូទៅលីនបានដោះស្រាយអាជីវកម្មផ្លូវការតាមរបៀបវិជ្ជាជីវៈខ្ពស់តើគាត់សុខសប្បាយជាទេគាត់មានអារម្មណ៍រីករាយយ៉ាងខ្លាំងការដាក់បង្ហាញផលិតផលថ្មីនេះទទួលបានជោគជ័យយ៉ាងខ្លាំងក្រុមហ៊ុនបានឈានដល់កម្រិតថ្មីមួយល្អណាស់អ្នកនាងសេងតើខ្ញុំអាចសួរសំណួរមួយបានទេតើអ្នកស្ដាយក្រោយទេខ្ញុំសោកស្ដាយវាជារៀងរាល់ថ្ងៃប៉ុន្តែការសោកស្ដាយគឺឥតប្រយោជន៍របស់ខ្លះពេលបាត់បង់ហើយមិនអាចយកមកវិញបានទេខ្ញុំបានចូលគេងហើយមិនបានពិនិត្យមើលការវិភាគថ្ងៃស្អែកទេមានរឿងមួយចង់ប្រាប់អ្នកផ្ទាល់ពេលឆ្នាំនេះនៅគ្រួសារសេនខ្ញុំមិនគ្រាន់តែសាកល្បងShen Kheng Yuទេខ្ញុំក៏កំពុងសាកល្បងខ្លួនឯងដែរមើលខ្លួនឯងតើអ្នកពិតជាអាចលះបង់ទំនាក់ទំនងដែលគ្មានការវិលត្រឡប់មកវិញបានទេចម្លើយគឺខ្ញុំអាចដូច្នេះខ្ញុំចង់ប្រាប់អ្នកខ្ញុំត្រៀមខ្លួនរួចរាល់ហើយដើម្បីចាប់ផ្ដើមជីវិតថ្មីអ្នកចាត់ការទូទៅលីនដឹងទេថាខ្ញុំរងចាំពាក្យទាំងនេះយូរប៉ុណ្ណាហើយចាប់ពីពេលដែលអ្នកសម្រេចចិត្តទៅគ្រួសារសេនចាប់ពីថ្ងៃដែលខ្ញុំចាប់ផ្ដើមរស់នៅជីវិតធម្មតាខ្ញុំមិនបានបញ្ឈប់អ្នកទេព្រោះខ្ញុំដឹងថាអ្នកនឹងមិនបោះបង់ចោលឡើយរហូតដល់អ្នកបោះបង់ចោលម្ដងប៉ុន្តែខ្ញុំក៏ដឹងដែរថាអ្នកនឹងត្រឡប់មកវិញនៅថ្ងៃណាមួយដូច្នេះអ្នកបានរងចាំហើយនេះជាការងាររបស់ខ្ញុំសូមរងចាំមើលការវិភាគរបស់លោកលីនសម្រាប់ថ្ងៃនេះចាប់ពីថ្ងៃនេះទៅឈប់ហៅខ្ញុំថាប្រធានាធិបតីលីនទៅតើនោះហៅថាអ្វីហើយឈ្មោះខ្ញុំព្រឹកព្រលឹមពេលឆ្នាំក្រោយមកខ្ញុំបានចាក់ចេញជាមួយនឹងចម្លើយសិនឈីងយូបានបង្រៀនខ្ញុំរឿងមួយវាមិនមែននិយាយអំពីអ្នកស្រឡាញ់នរណាម្នាក់ទេមនុស្សនោះនឹងស្រឡាញ់អ្នកហើយគីណែនសេងបានបង្រៀនខ្ញុំរឿងមួយទៀតមនុស្សមួយចំនួនមិនត្រូវការការធ្វើតេស្តរបស់អ្នកទេខ្ញុំនឹងឈរនៅខាងអ្នកចិញ្ចឹមប្អូនថ្លៃស្រីរបស់អ្នកគឺខ្ញុំមីងយ៉នមីងយីនហេតុអ្វីបានជាអ្នកសម្រេចចិត្តទូរស័ព្ទភ្លាមខ្ញុំបានលើអំពីអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសចិនក្រុមហ៊ុនរបស់បងប្រុសខ្ញុំត្រូវបានទិញយកព្រឹកព្រលឹមនោះគាត់ធ្វើពុតជាអ្នករត់ដើម្បីបញ្ឆោតគាត់បានសងសឹកគ្រួសារយើងបន្ទាប់ពីលេងពួកគេបានលួចបច្ចេកវិទ្យារបស់ Shen មីងយៀនអ្នកគឺជាពូរបស់បងថ្លៃរបស់អ្នកត្រូវតែជួយយើងអូនថ្លៃស្រីខ្ញុំនឹងត្រឡប់ទៅប្រទេសចិនវិញនៅសប្តាហ៍ក្រោយខ្ញុំមានពាក្យហ៊ុនដើមនៅក្នុង Examine Technology កាលខ្ញុំទៅក្រៅប្រទេសខ្ញុំបានប្រគល់ពាក្យហ៊ុនរបស់ខ្ញុំទៅឲ្យបងប្រុសរបស់ខ្ញុំកាន់កាប់ជំនួសខ្ញុំឥឡូវនេះក្រុមហ៊ុននេះត្រូវបានទិញយកហើយតើពាក្យហ៊ុនរបស់ខ្ញុំបានទៅណាខ្ញុំត្រូវសួរអំពីរឿងនេះដោយផ្ទាល់ប្រភពទឹកឃ្មុំខ្ញុំមិនបានជួបអ្នកអស់រយៈពេល15ឆ្នាំហើយបងប្រុសឲ្យអ្នកកាន់តែចាស់ទៅហើយប្អូនថ្លៃស្រីរបស់ខ្ញុំបាននិយាយអំពីរឿងខ្លះនៅក្រុមហ៊ុនតាមទូរស័ព្ទប៉ុន្តែខ្ញុំចង់អ្វីដែលអ្នកត្រូវនិយាយតើមានអ្វីកើតឡើងពិតប្រាកដវាជារឿងវែងមួយវាគឺជាយូវិនដូច្នេះកូនស្រីរបស់អ្នកបានបណ្ដេញពួកគេចេញប្រពន្ធរបស់អ្នកកំពុងកាន់ផ្លាកសញ្ញាមួយនៅពីមុខក្រុមហ៊ុនរបស់អ្នកអតីតនៅទីបំផុតក្រុមហ៊ុននេះត្រូវបានទិញយកដោយនរណាម្នាក់ដោយស្របច្បាប់និងស្របច្បាប់ប៉ាត់ចាសអូនថ្លៃស្រីរបស់ខ្ញុំនៅតែដែរដូចរាល់ដងពូទី2ឈីងយូបានធំឡើងអ្នករស់នៅទីនេះតែម្នាក់ឯងខ្ញុំបានលើអំពីស្ថានភាពម្ដាយរបស់អ្នកវាមានរយៈពេល3ខែហើយចាប់តាំងពីខ្ញុំបានរកឃើញអ្នកគិតយ៉ាងណាដែរប៉ុន្តែខ្ញុំមិនអាចបញ្ចុះបញ្ចូលនាងបានទេខ្ញុំអាចមើលថែខ្លួនឯងបានតែប៉ុណ្ណោះចុះយ៉ាងណានៅពេលព្រឹកព្រលឹមអ្នកក៏មិនអាចឲ្យនាងទៅចោលនាងបានដែរលើកនេះខេញយូត្រឡប់មកវិញហើយខ្ញុំមិនមែនគ្រាន់តែនៅទីនេះដើម្បីដោះស្រាយបញ្ហាពាក្យហ៊ុននោះទេខ្ញុំចង់ពិនិត្យមើលបច្ចេកវិទ្យាឡើងវិញ
ក្រុមហ៊ុនរបស់ពូទី2របស់ខ្ញុំត្រូវបានទិញយកហើយខ្ញុំដឹងថាវាស្របច្បាប់និងស្របតាមច្បាប់ប៉ុន្តែការពិនិត្យមើលបច្ចេកវិទ្យាមូលដ្ឋានវាត្រូវបានបង្កើតឡើងដោយចាប់ផ្ដើមពីជំនាន់ជីតារបស់អ្នកឪពុករបស់អ្នកមិនយល់ពីបច្ចេកវិទ្យារបស់អ្នកមិនយល់ពីអាជីវកម្មមិនយល់ពីពេលព្រឹកព្រលឹមទេប៉ុន្តែខ្ញុំដឹងថាខ្ញុំត្រូវតែយកវាមកវិញវាមិនមែនជារឿងដែលត្រូវលេងសើចនោះទេការប្រើប្រាស់វិធីសាស្ត្រអាជីវកម្មលោកលីនខ្ញុំក៏សរសើរអ្នកយូរហើយលោកសិនអ្នកពិតជាចិត្តល្អពេកហើយខ្ញុំបានថាអ្នកសម្រេចបានជោគជ័យគួរឲ្យកត់សម្គាល់ក្នុងការវិនិយោគលើផ្នែកខ្ញុំមិនបានអញ្ជើញអ្នកមកទីនេះដើម្បីជួបជុំគ្នាខ្ញុំមានរឿងពីរយ៉ាងដំបូងក្រុមហ៊ុន Shenchi Technology ត្រូវបានបង្កើតឡើងដោយមានភាគហ៊ុន35ដែលក្រោយមកនៅពេលដែលគាត់បានទៅក្រៅប្រទេសគាត់បានប្រមូលរឿងនេះទៅវិញហើយខ្ញុំចង់យកអ្វីដែលជារបស់ខ្ញុំស្របច្បាប់ភាគហ៊ុនរបស់អ្នកជារបស់លោក Shen Mengchen ប្រសិនបើអ្នកចង់បន្តរឿងនេះអ្នកគួរតែតាក់ទងគាត់ខ្ញុំដឹងពីរបៀបរឿងទី2ខ្ញុំដឹងថាអ្នកទទួលបានបច្ចេកវិទ្យា Examiner ជាការសងសឹកមិនមែនសម្រាប់អាជីវកម្មរបស់គាត់ទេដូច្នេះខ្ញុំចង់ទទួលបានវាពី Yazen Technology ទិញយកទ្រព្យសកម្មស្នូលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាមកវិញតម្លៃប៉ុន្មានការច្នៃប្រឌិតបច្ចេកវិទ្យារយៈពេល15ឆ្នាំរបស់លោក Shen អ្នកចាក់ចេញនៅពេលនោះវាលែងជាក្រុមហ៊ុនដែលទៀតហើយការជួលដីរបស់ Shen Mingyuan និង Shen Mengchen លោក Shen គឺជាសហថាបនិកដំបូងបំផុតម្នាក់នៃបច្ចេកវិទ្យានេះការបញ្ចុះសម្រុងគ្នាបានកើតឡើងជាមួយ Shen Mengchen កាលពី15ឆ្នាំដំណើរទៅកាន់ Silicon Valley តែម្នាក់ឯងបន្ទាប់មកគាត់បានបង្កើត Vision Capital ផ្ដោតលើវិស័យ A និង Semiconductor ទំហំគ្រប់គ្រងមានប្រមាណ20,000លានយន់ខ្ញុំបានត្រឡប់ទៅប្រទេសចិនដោយមានគោលបំណងច្បាស់លាស់សូមទាមទារយកមកវិញនិងពិនិត្យឡើងវិញនៅទ្រព្យសកម្មបច្ចេកវិទ្យាតើអ្នកមានភាគហ៊ុន35របស់ស្ថាបនិកនៅក្នុង Examiner Technology ដែរឬទេតាមផ្លូវច្បាប់វាជាកម្មសិទ្ធិរបស់ Shen Mengchen ក្នុងនាមចែកគាត់អាចប្តឹង Shen Mengchen ប៉ុន្តែរឿងនេះនឹងត្រូវការពេលវេលាអាវុធពិតរបស់គាត់មិនមែនជាភាគហ៊ុនទេបទពិសោធន៍របស់គាត់បានមកពីការងារដែលខិតខំប្រឹងប្រែងអស់រយៈពេល15ឆ្នាំនៅក្នុងវិស័យ A នៅ Silicon Valley ការភ្ជាប់នឹងធនធានមិនគួរត្រូវបានមើលស្រាលឡើយមិត្តភ័ក្តិជាទីស្រឡាញ់ការទិញយកក្រុមហ៊ុន Yazen Technology មិនមែនសម្រាប់ការសងសឹកនោះទេវាដោយសារតែក្រុមបច្ចេកទេសដែលកំពុងត្រូវបានពិនិត្យមានបទពិសោធន៍ប្រមូលផ្ដុំឥឡូវនេះមាននរណាម្នាក់ចង់យកវាមកវិញថាតើគាត់ជឿអត់ទុកឲ្យផលិតផលនិយាយដោយខ្លួនឯងតើអ្នកគិតថា Shen Mingyuan នឹងបន្តការប្រកួតប្រជែងដោយយុត្តិធម៌ដែរឬទេបងប្រុសមីងយានខ្ញុំបានឮថាអ្នកចង់ទិញទ្រព្យសម្បត្តិរបស់ Examiner Technology នោះមិនងាយស្រួលទេបច្ចេកវិទ្យា Winido ត្រូវបានគ្រប់គ្រងដោយ Star Capital ចាននេះធំពេកសម្រាប់ទិញឡើងវិញខ្ញុំមានពាក្យហ៊ុន35របស់ស្ថាបនិកនៅក្នុង Examiner Technology គ្រប់រួមទាំងដើមទុនមើលឃើញទុកជាមុនរបស់ខ្ញុំចង់ចាប់ផ្ដើមគម្រោងផលិតផលប្រកួតប្រជែងជាច្រើនត្រូវបានខ្ញុំយកមកបង្ហាញនៅពេលនេះតើអ្នកកំពុងព្យាយាមប្លន់មនុស្សពីដៃរបស់អ្នកដោយសេរីនៃភាពក៏សមិនមែនជារឿងខុសច្បាប់ទេលោកសិនខ្ញុំបានឮថាអ្នកបានតាក់ទងជាមួយក្រុមសកម្មរបស់យើងក្រុមបច្ចេកទេសរបស់ Vision Technology អ្នកចាត់ការទូទៅលីនមានចំណេះដឹងល្អហេតុអ្វីបានជាអ្នកខ្លាចខ្ញុំនឹងចាប់ជំរិតប្រជាជនរបស់អ្នកដោយសារតែវិស្វករ Snow ដែលអ្នកបានតាក់ទងកិច្ចសន្យាទាំងអស់ត្រូវបានចុះហត្ថលេខានៅរុស្ស៊ីនេះការលើកទឹកចិត្តភាគហ៊ុនបូករួមទាំងការរឹតបន្តឹងការលះបង់គ្មានសមាជិក Snow ណាមួយនៃក្រុម Texas នឹងចាក់ចេញឡើយលោកលីនយុទ្ធសាស្ត្រដ៏ឆ្លាតវៃមួយមែននាយសេងមានរឿងមួយចង់សួរអ្នកកុំនិយាយអំពីគ្រួសាររបស់អ្នកណាតើពួកគេបានធ្វើអ្វីមានហេតុផលមួយដែលខ្ញុំមិនបានលើកឡើងខ្ញុំមិនអាចនិយាយឲ្យប្រកាសបានទេថាឪពុកខ្ញុំជាវិស្វករធម្មតាម្នាក់ម្ដាយរបស់ខ្ញុំបានទទួលមរណភាពនៅពេលខ្ញុំនៅរៀននៅមហាវិទ្យាល័យមានអ្វីនៅសល់ទេដូច្នេះខ្ញុំមិនខ្វល់ថាអ្នកណាជាម្ចាស់អ្វីទេពិតជាមិនខ្វល់ខ្វាយទេអ្វីដែលអ្នករកបានដោយខ្លួនឯងគឺជារបស់អ្នកពិតប្រាកដនោះហើយជាមូលហេតុដែលអ្នកមិនដែលសួរខ្ញុំថាខ្ញុំទទួលបានភាគហ៊ុនខ្ញុំបានទទួលប្រាក់ខែដែលខ្ញុំមានសិទ្ធិទទួលបានចំពោះអ្នកដទៃទៀតបើអ្នកគិតថាខ្ញុំមានតម្លៃតើអ្នកនឹងផ្ដល់ឲ្យវាទេប្រសិនបើអ្នកមិនផ្ដល់ឲ្យនេះបង្ហាញថាខ្ញុំមិនទាន់បានធ្វើគ្រប់គ្រាន់ទេភាគហ៊ុន5របស់ Star Capital វាស្ថិតនៅក្រោមឈ្មោះរបស់អ្នករួចហើយវាចំណាយពេលជាងកន្លះឆ្នាំដើម្បីដំណើរការដំបូងឡើយខ្ញុំចង់ប្រាប់អ្នកក្នុងបរិបទប្រាកដនិយមជាងនេះប៉ុន្តែអ្វីដែលអ្នកទើបតែនិយាយធ្វើឲ្យខ្ញុំមានអារម្មណ៍មិនចាំបាច់រងចាំទេខ្ញុំមានគម្រោងមួយឈ្មោះថា Starfall ខ្ញុំបានប្រើមួយពី15ឆ្នាំមុនស្ថាបត្យកម្មមូលដ្ឋានដែលនៅសេសសល់ក្នុងបច្ចេកវិទ្យារបស់ខ្ញុំលើជំនាញបច្ចេកទេសដែលខ្ញុំបានប្រមូលផ្ដុំនៅ Silicon Valley ក្នុងរយៈពេល15ឆ្នាំកន្លងមកនេះខ្សែផលិតផលបច្ចុប្បន្នរបស់បច្ចេកវិទ្យានេះកាន់តែសមស្របសម្រាប់ទីផ្សារក្រៅប្រទេសតែខ្ញុំខ្វះបណ្ដាញទីផ្សារក្នុងស្រុកអ្នកបានបង្កើតកិច្ចសហប្រតិបត្តិការរួចហើយនៅក្នុងប្រទេសវាល្អសម្រាប់យើងទាំងអស់គ្នាគោលការណ៍នៃកិច្ចសហប្រតិបត្តិការគឺជាបញ្ហារបស់ Winido ដែលខ្ញុំសូមអភ័យទោសជាផ្លូវការចំពោះជាខ្ញុំមិនបានធ្វើវាក៏ដោយតែគាត់ជាប្អូនថ្លៃស្រីរបស់ខ្ញុំសូមអភ័យទោសក្នុងនាមគ្រួសារ Shen ចំពោះអ្វីចំពោះការទុកចិត្តខ្ញុំមិនត្រូវការឲ្យអ្នកជឿខ្ញុំទេលក្ខខណ្ឌសហប្រតិបត្តិការអាចរួមបញ្ចូលកិច្ចព្រមព្រៀងប្រសិនបើមានបញ្ហាណាមួយកើតឡើងនៅខាងខ្ញុំគ្មានការមើលឃើញទុកជាមុនអ្វីទាំងអស់ខ្ញុំនឹងពិភាក្សាបន្ថែមទៀតបន្ទាប់ពីខ្ញុំទទួលបានសំណើនិងឆ្លងកាត់ការវាយតម្លៃផ្នែកច្បាប់មានចន្លោះពេល2ឆ្នាំនៅក្នុងប្រវត្តិរូបសង្ខេបរបស់អ្នកតើអ្នកអាចពន្យល់បានទេខ្ញុំបានរៀបការក្នុងរយៈពេល2ឆ្នាំនោះខ្ញុំធ្លាប់ធ្វើជាស្ត្រីមេផ្ទះពេញម៉ោង1រយៈក្រោយមកពួកគេបានលែងលះគ្នាបទពិសោធន៍នេះបានបង្រៀនខ្ញុំច្រើនណាស់វាក៏ធ្វើឲ្យខ្ញុំកាន់តែច្បាស់អំពីអ្វីដែលខ្ញុំចង់ធ្វើតើអ្នកអាចពន្យល់លម្អិតបានទេខ្ញុំធ្លាប់គិតថាអ្វីទាំងអស់ត្រូវបានយកជារឿងធម្មតាខ្ញុំទើបតែដឹងនៅពេលក្រោយគ្មានអ្វីត្រូវបានចាត់ទុកជារឿងធម្មតាទេការងារក៏ជាការគោរពក៏ជាប្រសិនបើខ្ញុំមានឱកាសចូលរួមជាមួយក្រុមហ៊ុនរបស់អ្នកខ្ញុំនឹងមិនចាត់ទុកអ្វីទាំងអស់ជារឿងធម្មតាទេការបរិច្ឆេទចាប់ផ្ដើមថ្ងៃច័ន្ទរយៈពេលសាកល្បង3ខែអរគុណខ្ញុំបានរកឃើញការងារថ្មីមួយមិនមែនជាប្រភេទកូនស្រីរបស់គ្រួសារសេនទេវាជារបស់ខ្ញុំផ្ទាល់នៅតែមើលវាទៀតឬ Star Capital 5តើអ្នកដឹងទេថានេះមានន័យយ៉ាងណានេះមានន័យថាអ្នកគឺជាភាគទូនិករបស់ Star Capital មិនមែនជាបុគ្គលិកទេខ្ញុំមិនដែលចង់បានរឿងនេះទេនោះហើយជាមូលហេតុដែលខ្ញុំបានផ្ដល់ឲ្យអ្នកអស់រយៈពេល6ឆ្នាំហើយអ្នកមិនដែលសុំអ្វីសោះឡើយប្រាក់ខែការងារចំណងជើងទាំងអស់ត្រូវបានផ្ដល់ឲ្យខ្ញុំដោយស្ម័គ្រចិត្តមិនមែនដោយសារតែអ្នកត្រូវការវាទេវាដោយសារតែអ្នកសុំនឹងទទួលបានវាអ្នកដឹងទេថាហេតុអ្វីខ្ញុំមិនខ្វល់ពីរឿងទាំងនេះវាមិនមែនដោយសារតែខ្ញុំឃ្លាតឆ្ងាយនោះទេពីព្រោះនោះជាអ្វីដែលខ្ញុំពិតជាចង់បានមិនមែនភាគហ៊ុនទេតើអ្នកចង់បានអ្វីទទួលបានរួចហើយខ្ញុំដឹងលោកលីនខ្ញុំពិតជារីករាយណាស់ដែលបានធ្វើការជាមួយអ្នកសហប្រតិបត្តិការដ៏រីករាយ
លោក Shen Meiyuan បានចុះហត្ថលេខាលើកិច្ចសន្យាដំណាក់កាលបន្ទាប់នឹងផ្ដោតលើបច្ចេកវិទ្យា Vision Capital ផ្ដល់ជូនជាចម្បងនៅបណ្ដាញនៅក្រៅប្រទេសរឿងមួយទៀតចាប់ផ្ដើមថ្ងៃនេះអ្នកលេងគ្រាន់តែជាជំនួយការរបស់ខ្ញុំទៀតហើយនាយកប្រតិបត្តិនៃ Star Capital បានក្លាយជាអក្សរជនឯករាជ្យជាផ្លូវការចាប់ពីពេលនេះទៅចំណងជើងតែមួយគត់របស់អ្នកគឺតារាហ្គីនៀនឆេងចុះលោកប្រធានក្រុមហ៊ុន Chen Capital វិញខ្ញុំនឹងក្លាយជាអ្នកវិនិយោគដំបូងរបស់អ្នកណែនឆេងតើយើងឈ្នះទេវាមិនមែនអំពីអ្នកណាឈ្នះនោះទេជាចុងក្រោយយើងលែងចាំបាច់ឈ្លោះជាមួយអតីតកាលទៀតហើយខ្ញុំធ្លាប់គិតថាការឈ្នះមានន័យថាធ្វើឲ្យអ្នកដទៃចាញ់ក្រោយមកខ្ញុំបានដឹងជ័យជំនះពិតប្រាកដគឺអំពីការមិនងាកក្រោយសូមអរគុណដល់អ្នកដែលបានជ្រើសរើសឈរក្បែរខ្ញុំអរគុណអ្នកដែលរងចាំអស់រយៈពេល6ឆ្នាំមកហើយរឿងរបស់យើងទើបតែចាប់ផ្ដើមប៉ុណ្ណោះផ្កាយមិនទាន់រសាត់បាត់នៅឡើយទេអនាគតដ៏ជោគជ័យមួយ